ស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចាស់ប្រាជ្ញពួកយើងបានបន្តសាច់រឿងរបស់ពួកយើងនឹងមកដល់អេពីសូតទី3ហើយក៏អរគុណច្រើនសម្រាប់ការ Subscribe នៅ Channel ចាស់ប្រាជ្ញម្យ៉ាងវិញទៀតតកតូនទាំងដែលរឿងដែលខ្ញុំសប្បាយចិត្តខ្លាំងបំផុតនោះគឺសម្រាប់អេពីសូតទី1ដែលជាសាច់រឿងដែលខ្ញុំបានជួបផ្ទាល់នោះទទួលបានការមើលរហូតដល់ 71k ហើយក៏អរគុណបងប្អូនខ្លាំងមែនទែនសង្ឃឹមថាបងប្អូនបន្តជួយចុចនៅ like subscribe ក៏ដូចជាចែករំលែកនៅរឿងរ៉ាវដែលបងប្អូនបានជួបតាក់ទងទៅនឹងរឿងអបិយជំនឿឬក៏រឿងអរូបីមកកាន់ channel យើងផងសូមអរគុណបងប្អូនទុកជាមុនតោះយើងកុំឲ្យបងប្អូនរងចាំយូរយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាបាទបងប្អូនសម្រាប់សាច់រឿងនេះដែរខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលយើងធ្លាប់បានធ្វើការជាមួយគ្នាកាលកំឡុងឆ្នាំ2020ហើយនៅក្នុងរយៈពេលក្រោយនេះយើងក៏បានជួបគ្នាហើយក៏ហូបកាហ្វេហូបកាទៀវអញ្ចឹងទៅក៏បានជួបក៏បានសាកសួរគាត់ថាបងធ្លាប់បានជួបរឿងតាក់ទងនឹងរឿងរូបិយអត់ហើយក៏គាត់បានចែកម្លែករឿងហ្នឹងមកកាន់ខ្ញុំហើយខ្ញុំសូមណែនាំពីគាត់តិចព្រោះគាត់សុករបស់គាត់ហ្នឹងគឺនៅលក្ខណៈយើងអាចជិះចេញពីពេញនេះប្រហែលជាទង់30គីឡូអីហ្នឹងទៅដល់សុករបស់គាត់ហើយបើសិនជាខ្ញុំនិយាយថាស្ពានមួយដែលល្បីបងប្អូនប្រហែលជាស្គាល់ហើយសុកហ្នឹងហើយសម្រាប់សាច់រឿងរបស់គាត់នេះគឺគាត់បានប្រាប់ខ្ញុំតាក់ទងទៅនឹងលក្ខណៈជំនាញផ្ទះបងប្អូនប្រហែលជាធ្លាប់ដឹងហើយតែសម្រាប់បទពិសោធន៍របស់ខ្ញុំគិតថាជំនាញផ្ទះមានតែលក្ខណៈថាជាមនុស្សស្រីខ្ញុំមិនដែលដឹងថាមានលក្ខណៈថាជាមនុស្សប្រុសទេតែគាត់សាច់រឿងរបស់គាត់ដែលប្រាប់មកខ្ញុំហ្នឹងគឺលក្ខណៈថាជំនាញផ្ទះដែលជាបុរសប៉ុន្តែតាក់ទងជំនាញផ្ទះដែលជាបុរសហ្នឹងមិនមែនជាជំនាញផ្ទះរបស់គាត់ទេមានន័យថាគាត់ប្រាប់ខ្ញុំហ្នឹងរៀងប្លែកដែរគាត់ថាដល់លក្ខណៈថាដូចជាជំនាញផ្ទះរបស់គេណាលក្ខណៈផ្ទះផ្សេងគ្នាទេប៉ុន្តែលក្ខណៈថាឲ្យជំនាញផ្ទះដែលនៅផ្ទះគេហ្នឹងចូលមកលងបន្លាយគាត់ដែលនៅក្នុងផ្ទះគាត់វិញជំនាញផ្ទះគេហើយអាចមកលងបន្លាយគាត់នៅផ្ទះគាត់បានចុះអ្វីដែលជាចម្ងល់នោះជំនាញផ្ទះគាត់នេះទៅទីណាបានជាដោយលក្ខណៈថាជំនាញផ្ទះគេហ្នឹងមកលងបន្លាយគាត់បានហើយមកដល់ពេលដែលខ្ញុំនិយាយថាជំនាញផ្ទះគេនេះមកលងបន្លាយគាត់នៅផ្ទះគាត់ហ្នឹងបងប្អូននឹងឆ្ងល់ថាមិនក៏គាត់ដឹងថាជាជំនាញផ្ទះអ្នកផ្សេងហើយសម្រាប់សាច់រឿងតទៀតនេះបងប្អូននឹងបានដឹងពីកន្លែងដែលជំនាញផ្ទះគេមកលងបន្លាយដល់ផ្ទះគាត់នឹងដោយរបៀបណាបងប្អូនមកដល់នេះខ្ញុំសូមដកខ្លួនដើម្បីចេញពីចំណោទដែលខ្ញុំបានចោទសួរបងប្អូនដឹងថាបងប្អូនឆ្ងល់ហើយកន្លែងហ្នឹងអញ្ចឹងខ្ញុំសូមដក clear មកនិយាយរឿងផ្សេងបន្តិចសម្រាប់បងប្រុសម្នាក់ដែលគាត់ធ្វើការជាមួយខ្ញុំហ្នឹងគាត់មានដៃគូដែលជាសង្សារនឹងគ្នាហ្នឹងនៅក្បែរស្រុកភូមិមួយគាត់អញ្ចឹងគាត់ច្រើនតែទៅលេងផ្ទះគេអញ្ចឹងណាប៉ុន្តែប្រភេទថាគាត់ប្រាប់ថាឲ្យតែចូលដល់ផ្ទះហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍អត់សូវស្រួលដូចជាព្រឺឆ្អឹងខ្នងឬក៏កុហលកាហាយហ្នឹងឲ្យតែចូលដល់ផ្ទះហ្នឹងភ្លាមនឹងតែប្រភេទធ្វើផ្ទះហ្នឹងធ្វើឲ្យគាត់អត់សុបាយចិត្តហ្មងបងប្អូនដែលមានអារម្មណ៍ថាជួបវិញ្ញាណអីអត់គឺវាព្រឺឆ្អឹងខ្នងតាមហ្នឹងអញ្ចឹងហើយគាត់គឺមានលក្ខណៈបែបហ្នឹងលក្ខណៈថាគាត់អត់ទៅចូលទៅដឹងថាបើមិនជួបបញ្ហានេះជួបបញ្ហានោះតែបើសិនជាលក្ខណៈថាគាត់នៅផ្ទះគាត់ឬក៏នៅកន្លែងផ្សេងតែប្រស័យតាក់ទងគ្នាជាមួយដៃគូរបស់គាត់ហ្នឹងតាមទូរស័ព្ទវិញអាហ្នឹងធម្មតាអត់មានរឿងរកម្មរកអីកើតឡើងតែនៅពេលដែលគាត់តាក់ទងព្រោះនៅដំបូងដែលបានមកដល់ផ្ទះហ្នឹងគាត់បានតាក់ទងគ្នាយូរហើយតែប៉ុន្តែគាត់តាក់ទងតាមទូរស័ព្ទដូចសម័យឥឡូវយើងថាឆាតចុះដូចតែគ្នាទេសម័យមុនហ្នឹងអញ្ចឹងតែអត់បានស្និទ្ធរហូតដល់ទៅលេងផ្ទះគេទៅតែថាឆ្លងឆ្នាំព្រោះថាគ្រួសារខាងនោះក៏គេបានស្គាល់ទៅគ្រួសាររបស់គាត់ដែរអញ្ចឹងនៅពេលឆ្លងឆ្នាំនោះគេក៏បានហៅគាត់ទៅធ្វើអីហូបជុំគ្នានៅផ្ទះចុកជុំគ្នាជាមួយនឹងបងប្អូនសាច់ញាតិលោកអ៊ំពូមីងគេអញ្ចឹងទៅបងប្អូនបែរជាដឹងហើយថាឲ្យតែការជួបជុំទៅច្រើនតែមានការហូបចុកតិចតួចអីអញ្ចឹងទៅតែគាត់លក្ខណៈគាត់ស្មារតីយ៉ាងនឹងដែរអញ្ចឹងគាត់ហូបអត់សូវច្រើនប្រហែលទេតែខាងនោះគេគ្រួសារខាងនោះគាត់បារម្ភដែរខ្លាចលុយជាយើងជិះឆ្លងភូមិយកកលុកអីអញ្ចឹងទៅក៏ឲ្យគាត់សម្រាកនៅផ្ទះហ្នឹងតែគាត់ណាឲ្យគាត់សម្រាកនៅខាងក្រោមជាមួយនឹងលោកតារបស់គាត់លោកតាដៃគូរបស់គាត់នឹងនៅព្រោះលោកតាគាត់សម្រាកនៅខាងក្រោមផ្ទះហើយគាត់បន្តទៀតថាគ្រាន់តែពេលដែលយើងចាប់ដើមចប់ការហូបចុកជុំគ្នាហ្នឹងណាដែលយើង count down ហើយក៏បានសម្រាកទៅគ្រាន់តែដាក់ខ្នងទៅដល់ក្រែគាត់ថាគាត់ទៅដាក់ខ្នងទៅដល់ក្រែទៅគឺគាត់ងក់តែមកភាំងឯងគឺងើបមកវិញគឺបាត់អស់គាត់ថាលែងមានផ្ទះលែងមានអីទាំងអស់លក្ខណៈថាគាត់នៅកន្លែងងងឹតមួយស្លុបហ្មង
សូម្បីតែយើងមើលពលឺអីមួយក៏អត់ឃើញដែរគេញើឡើងលើទៅគឺបាត់ទាំងអស់ហ្មងសូម្បីតែពលឺអាធ្នឹមផ្ទះឬក៏ពលឺពូចេញពីលើផ្ទះលើឆ្វេងស្ដាំលិចកើតអីគឺលែងឃើញទាំងអស់ហើយបងប្អូននឹងសាក់ទាយទៅមើលថាគាត់បានជួបរឿងអ្វីបន្ទាប់ទៀតគាត់ថានៅក្នុងអាភាពងងឹតហ្នឹងគឺឮសលេងវិលជុំវិញក្បាលរបស់គាត់ថាចេញទៅថាឲ្យខ្ញុំនិយាយពាក្យអសរុទៅចុះឲ្យឯងចេញពីផ្ទះអញទៅលក្ខណៈចឹងហើយដូចដែលខ្ញុំបានបញ្ជាក់ខាងលើចឹងគាត់ជាមនុស្សស្មារតីរឹងគាត់នៅតែលក្ខណៈគាត់ថាគាត់អត់បានសម្រានទេតែគាត់លក្ខណៈបើកភ្នែកតែរើខ្លួនរហូតតាសលេងឯងចេញពីផ្ទះអញទៅហ្នឹងគឺនៅតែវិលជុំវិញក្បាលរបស់គាត់រហូតហើយអ្វីដែលគាត់នឹកឃើញថាគាត់ត្រូវធ្វើនៅពេលហ្នឹងណាបងប្អូនប្រហែលជាអាចដឹងហើយថានៅពេលដែលគាត់យើងរើខ្លួនរួចនៅពេលយើងគេយើងនឹងគិតនឹកឃើញដល់រឿងមួយដែលចាស់ច្រើនប្រាប់ថាប្រភេទខ្មោចសកត់អញ្ចឹងគាត់ពេលហ្នឹងក៏គាត់នឹកឃើញដូចគ្នាដែរគាត់ធ្វើលក្ខណៈថាដូចជាគាត់ខំព្យាយាមរើម្រាមដៃម្រាមជើងអីណាអាហ្នឹងទៅតាមជំនឿរបស់បងប្អូនរៀងខ្លួនទេគាត់ព្យាយាមរើកូនដៃម្រាមដៃទៅតាមអ្វីដែលគាត់ធ្វើបានហ្នឹងប៉ុន្តែរើមិនគាត់រួចដែរគឺបែកញើសជោគពេញហ្នឹងគាត់គិតថាប្រហែលជាខ្មោចសកត់គាត់ហើយអ្វីដែលគាត់នឹកឃើញបន្ទាប់នោះគឺមានតែគុណពុទ្ធពធអសង្ឃនឹកឃើញដល់ឪពុកម្ដាយរបស់គាត់នៅតែរើរួចតែស្របពេលដែលគាត់ព្យាយាមរើហ្នឹងគាត់ឃើញពលឺមួយទូចពលឺចេញពីនៃភាពងងឹតហ្នឹងមានន័យថាដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាវាជុំវិញខ្លួនគាត់ហ្នឹងគឺងងឹតទាំងអស់អញ្ចឹងគាត់ថាឃើញពលឺមួយហើយស្រាប់តែមានលក្ខណៈដូចស្រមោលខ្មៅតែជាបរោះដែលមានធំលោតមកសគ្រប់លើគាត់អញ្ចឹងអ្នកណាមកដល់ជន់លើពោះរបស់គាត់ហើយយកដៃមកដាក់លើស្មារបស់គាត់ហើយស្រែកថាឲ្យឯងចេញពីផ្ទះអញមកដល់កន្លែងហ្នឹងគាត់ទោះបីជាគាត់ខំហើមិនក៏នៅអាសលេងហ្នឹងលឺទៅរហូតដល់គាត់ងាងតិចប្រភេទងាងតិចគាត់ក៏ខំផឹងសែកមកវាស់ទៅផ្អើលអស់អ៊ំពូមីងឯគេហ្នឹងមកជួយកន្លែងអ៊ំពូមីងដៃគូរបស់គាត់ហ្នឹងបានមកជួយសួរគាត់ថាមានរឿងអីអញ្ចឹងដូចបានបញ្ជាក់ថាតារបស់គាត់បានសម្រាប់នៅខាងក្រោមហ្នឹងដែរមកដល់កន្លែងនេះនៅពេលដែលគាត់ខកមកទៅគឺគាត់គិតថាហ្នឹងជារឿងពិតតែដល់ពេលគាត់ខកមកទៅគឺគាត់ដូចខកពីគេអញ្ចឹងប៉ុន្តែគាត់គិតថាវាដូចជាជាក់ស្ដែងពេកអញ្ចឹងដល់នេះទៅគាត់ចាក់ចេញពីផ្ទះទាំងយប់ហ្នឹងហ្មងទៅផ្ទះគាត់វិញគាត់នៅលេងបានហើយដោយសារតែការមកស្នាក់នៅថ្ងៃដំបូងផងលេងមកដល់លេងសកត់សិតតែស្រែកដាក់តិចចេះអញ្ចឹងចាប់ពីថ្ងៃដែលគាត់បានជួបរឿងហ្នឹងមកគឺគាត់លក្ខណៈគាត់លែងហ៊ានសម្រាប់ផ្ទះបោះដៃគូរបស់គាត់ទេដែរគឺបានតែលេងពេលថ្ងៃឬក៏បានតែលេងតែមួយផ្លែតពេលមានបុណ្យមានទានឬក៏ត្រូវមានទុកធរៈអីទៅលេងផ្ទះដៃគូរបស់គាត់តែគាត់ថាអ្វីដែលចម្លែកនោះគឺនៅពេលដែលគាត់ឲ្យតែបានទៅលេងផ្ទះហ្នឹងដឹងតែមកវិញគាត់បើមិនគេយកសពអាក្រក់ក៏មានលក្ខណៈថាយកសពថាមានគេកាប់សម្លាប់ឬក៏គេមកសកត់គាត់ដល់ផ្ទះឲ្យតែគាត់ទៅលេងដងណាក៏មានបញ្ហាដែរហើយដោយសារតែរឿងហ្នឹងវាចេះតែកើតឡើងដូចជារឿយនៅពេលដែលគាត់បានទៅលេងផ្ទះហ្នឹងក៏គាត់ដាច់ចិត្តសួរដៃគូរបស់គាត់ដែលជាសង្សាររបស់គាត់ហ្នឹងថាផ្ទះហ្នឹងមានជំនឿអីអត់ឬក៏អាចនឹងមានបញ្ហាអីអត់បងប្អូនដឹងថាសង្សាររបស់គាត់ហ្នឹងបានប្រាប់មកកាន់គាត់វិញថាម៉េចគាត់ថាតើតើនឹងផ្ទះហ្នឹងគឺអត់មានរឿងអីទេតែសម្រាប់ខ្លួនរបស់គាត់ក៏កើតមកគឺតារបស់គាត់ថាជានាងផ្ទះបានចូលចិត្តបងស្រីហ្នឹងអញ្ចឹងបានលក្ខណៈថាឲ្យតែមានបរិះណាទៅតាក់ទងគាត់ឬក៏អីអញ្ចឹងទៅដឹងថាត្រូវបានជានាងផ្ទះហ្នឹងធ្វើបាបគាត់អីតែអ្វីដែលប្លែកបងដឹងមិនអត់មានន័យថាបងប្រុសគាត់ដឹងពីរូបរាងនៃជំនាញផ្ទះហ្នឹងតែគាត់បានសួរនាំណាតែបងប្រុសគាត់បានបញ្ជាក់ថារាងម៉េចរាងធំពាក់ក្បិនពុកមាត់កន្លែងមានពុកមាត់ខាងលើហើយលក្ខណៈបងប្អូនដែលឃើញដូចដង្ខៅរាងជាដង្ខៅតែគាត់ស្លៀកតែក្បិនទេតែអត់មានអាវខាងលើទេតែលក្ខណៈថាខោមៀតរាងហើសខ្មៅអីគឺបងប្រុសគាត់ឃើញទាំងអស់ព្រោះគាត់ថាចូលទៅក្នុងយោសពរបស់គាត់ឬក៏មកសកត់គាត់នៅកន្លែងផ្ទះហ្នឹងគាត់បានចាំរូបរាងអស់ហើយអញ្ចឹងនៅពេលដែលគាត់បានបញ្ជាក់រូបរាងជាមួយនឹងបងស្រីទៅគឺវាត្រូវគ្នាអញ្ចឹងមានន័យថាអ្វីដែលគាត់ហៅថាឆ្ងល់អញ្ចឹងហ្នឹងទៀតគឺ
មូលហេតុអីបានជាជំនាញផ្ទះខាងបងស្រីអាចចូលទៅក្នុងផ្ទះរបស់គាត់ហើយធ្វើបាបគាត់បង្កជាការយល់សប្តិអាក្រក់ឬក៏មកសង្កត់គាត់នឹងបង្ហាញនៅរូបភាពផ្សេងទៀតដែលគួរខ្លាចមែនតើរឿងដែលចោទជាចងល់នោះគឺជំនាញផ្ទះរបស់គាត់ហ្នឹងគឺហេតុអ្វីបានជាអនុញ្ញាតឲ្យជំនាញផ្ទះផ្សេងចូលមកធ្វើបាបគាត់ដល់ក្នុងផ្ទះហ្នឹងហើយបងប្អូនដែលមានជំនឿតាក់ទងនឹងជំនាញផ្ទះឬក៏បានជួបរឿងស្តៀងនេះអាចជួយខមមិនផងតើបងប្អូនធ្លាប់បានជួបតាក់ទងនឹងរឿងឬព្រឹត្តិការណ៍ដូចតែខ្ញុំបាននិយាយហ្នឹងអត់ព្រោះរឿងដែលគាត់បានប្រាប់ខ្ញុំនេះវាថ្មីដែរបងប្អូនមានន័យថាគាត់អត់ដែលបានឃើញរូបរាងជំនាញផ្ទះខាងនោះផងហើយសម្រាប់តែឲ្យយល់សប្តិឬក៏បានមកសង្កត់គាត់ព្រោះការដំបូងដែលសង្កត់នៅផ្ទះរបស់បងស្រីហ្នឹងគឺមកត្រង់ទ្រាយជាលក្ខណៈដូចជាសម្ោខ្មៅមកសង្កត់ទេតែនៅពេលដែលទៅលងបន្លាចនៅផ្ទះគាត់វិញគឺបង្ហាញរូបរាងមកហើយយើងទៅតាក់ទងនៅផ្ទះខាងនោះទៀតមានន័យថាអត់ឲ្យយើងចូលផ្ទះនោះហ្មងតែចូលគឺគេមកធ្វើបាបតែពេលដែលគាត់មកលេងផ្ទះហ្នឹងម្ដងទៅវិញនឹងតែមានរឿងតែនិយាយគ្នាហើយដោយសារតែរឿងនេះដែរក៏ធ្វើឲ្យគាត់ពីរនាក់ហ្នឹងបានបែកបាក់គ្នាដែរដោយសារបងប្អូនគាត់ចង់គាត់ថាគាត់ធ្លាប់តែជាមនុស្សស្មារតីរឹងដល់ឲ្យតែបានទៅលេងផ្ទះគេមកវិញអញ្ចឹងទៅក៏វាជួបតែរឿងដែលយល់សប្តិគេស្ងប់មកត្រូវបន្លាចរាល់ថ្ងៃហ្នឹងក៏គាត់សម្រេចចិត្តថាយើងគាត់បានចែកផ្លូវគ្នាអញ្ចឹងព្រោះថាគាត់ទទួលយកលេងបានដោយសារតែនៅពេលដែលវាគាត់ត្រូវបានទទួលបានរូបភាពដ៏រន្ធត់ច្រើនពេកវាគាត់អាចប៉ះពាល់ដល់អារម្មណ៍របស់គាត់ដែរណាមួយគាត់បានរោគវិធីច្រើនដែរដូចជាការពាក់ខ្សែចង្កេះនិងលក្ខណៈថាដូចអត់ធូបសម្រាប់ជំនាញផ្ទះរបស់គាត់តែលក្ខណៈថាគ្រប់វិធីសាស្ត្រទាំងអស់គឺអត់អាចហាមឃាត់ជំនាញផ្ទះដែលនៅខាងនោះមកលងបន្លាចគាត់បានទេគាត់នៅតែទទួលការលងបន្លាចរាល់ថ្ងៃហើយសម្រាប់រឿងនេះដែរបងប្អូនយល់មិនដែរតាក់ទងនឹងរឿងនេះព្រោះវាថ្មីដែរសម្រាប់ខ្ញុំព្រោះខ្ញុំធ្លាប់តែដឹងថាជំនាញផ្ទះគឺការពារម្ចាស់ដូចថាយើងមកស្នាក់នៅនឹងអញ្ចឹងទៅគាត់ព្យាយាមការពារយើងកុំឲ្យមានលក្ខណៈថាផ្លូវងឹតឬក៏អរូបិយហ្នឹងវិញ្ញាណអរូបអីហ្នឹងមកចូលក្នុងផ្ទះយើងបានលក្ខណៈការពារយើងកុំឲ្យមានការបៀតបៀនពីផ្នែកខាងក្រៅព្រោះថាតាក់ទងនឹងជំនាញផ្ទះនេះកាលដែលខ្ញុំនៅក្មេងខ្ញុំក៏ទទួលបានមួយសាច់រឿងដែរតាក់ទងជំនាញផ្ទះដែលម្ដាយរបស់ខ្ញុំបានប្រាប់ដែរគាត់ថាកាលដែលយើងក្នុងកំឡុងឆ្នាំថា2010អីចុះម្ដាយខ្ញុំអត់សូវចាំឆ្នាំដែរពេលហ្នឹងម្ដាយរបស់ខ្ញុំហ្នឹងគាត់បានទៅបុណ្យគេនៅខាងកើតភូមិហើយក៏បានត្រឡប់មកវិញទៅគាត់លក្ខណៈថាយើងបងប្អូនដឹងឯងយើងដើរឆ្លងកាត់ភូមិយើងចេះតែយកដៃរបស់យើងទៅបេះស្លឹកនេះបេះស្លឹកនោះដើម្បីលក្ខណៈយើងដឹងឯងលក្ខណៈដើរកំសាន្តយើងចេះទាញចោះទាញឡើងទៅហើយម្ដាយរបស់ខ្ញុំគាត់បានដើរមកដល់កន្លែងដើមជ្រៃបើច្រឡំដើមជ្រៃដើមស្នាយប្រភេទដើមស្នាយហ្នឹងមានប្រភេទវល្លិម្យ៉ាងដែលវាធ្លាក់មកខ្ញុំសូមនិយាយតិចចុះវាដូចមីបងប្អូនដែលលេងខ្ញុំប្រហែលអាចបងប្អូនខ្លះស្គាល់ហើយប្រភេទសរសៃដូចមីអញ្ចឹងវានៅលើដើមស្នាយហ្នឹងធ្លាក់ដែលខ្ញុំដូចជាពេលហ្នឹងខ្ញុំធ្លាប់លេងដែរតែគ្រាន់តែអត់លេងនៅតំបន់ហ្នឹងខ្ញុំលេងដើមផ្សេងអញ្ចឹងទៅយកវាមកធ្វើជាក្មេងយកមកធ្វើបៃលុកបៃឡអីចឹងទៅតែម្ដាយរបស់ខ្ញុំគាត់បានទៅទាញចំអាហ្នឹងមកទាញម្ដាយមកដើរមកដល់ផ្ទះចឹងទៅហើយរឿងដែលកើតឡើងនៅពេលយប់នោះគឺម្ដាយរបស់ខ្ញុំគាត់បានសម្រានទៅក៏បានទទួលបានយល់សប្តិមួយពីខាងជំនាញផ្ទះយើងវិញណាជំនាញផ្ទះបានប្រាប់ថាម្ដាយរបស់ខ្ញុំនឹងបានទៅប៉ះពាល់កន្លែងមួយដែលបានទៅប៉ះពាល់សក់របស់គេតលតែលក្ខណៈប្រាប់តែប៉ុណ្ណាថាយើងបានប៉ះពាល់សក់របស់គេសូមជួយយកសំណែនហ្នឹងទៅសែនមកគេផងហើយម្ដាយខ្ញុំពេលដែលខោកឡើងគាត់សាប់នឹកឃើញអារឿងពីម្សិលមិញគាត់បានទៅណាខ្លះហើយនឹងធ្វើអីខ្លះចឹងណាគាត់ក៏នឹកឃើញថាគាត់បានដើរមកហើយក៏បានទាញអាប្រភេទដូចខ្ញុំបានបញ្ជាក់ហ្នឹងប្រភេទដូចវល្លិម្យ៉ាងដែលដូចមីពណ៌លឿងដែលធ្លាក់នៅលើអាចមាននៅលើដើមច្រើនតែតំបន់នោះនៅលើទួលហ្នឹងគឺមានខាងជើងមួយហើយនិងខាងកើតមួយឯងតែដើមស្នាយខាងកើតហ្នឹងគាត់បានម៉ែរបស់ម្ដាយរបស់ខ្ញុំបានទាញចេញពីខាងដើមស្នាយខាងកើតហ្នឹងអញ្ចឹងគាត់គិតដល់កន្លែងហ្នឹងភ្លាមពេលដែលគាត់យកសព
លក្ខណៈដូចមានមនុស្សស្រីម្នាក់អញ្ចឹងខ្ញុំគិតថាជំនាញផ្ទះរបស់ខ្ញុំតែជាអាចនឹងជាមនុស្សស្រីស្របពេលហ្នឹងក៏ស្អែកឡើងក៏គាត់ធ្វើមាននំមានណែកអីយកទៅសែននៅខាងក្រោមដើមស្នាយហ្នឹងទៅឃើញអត់បងប្អូនអានេះជាជំនឿអ្នកទាំងអស់គ្នាជឿនឹងធ្លាប់ជួបជាទូទៅថាជំនាញផ្ទះគឺតែងតែជួយការពារយើងពីអមនុស្សហើយអមនុស្សពេលដែលចូលឬក៏វិញ្ញាណហ្នឹងនៅពេលដែលចូលចង់ចូលមកញីយើងនៅលើផ្ទះហ្នឹងតែងតែឆ្លងកាត់ជំនាញផ្ទះយើងសិនហើយនៅពេលឆ្លងកាត់ទៅជំនាញផ្ទះគាត់មិនឲ្យចូលបានជួបយើងព្រោះអាចនឹងមានបំណងមិនល្អមកលើយើងអញ្ចឹងក៏អាចនឹងនាំពាក្យជូនយើងវិញជូនជាពាក្យល្អថាយើងអាចប៉ះពាល់គេកន្លែងណាអីកន្លែងណាអញ្ចឹងយកទៅសំណែនហ្នឹងយកទៅជូនគេវិញទៅដើម្បីដោះស្រាយវិធីហ្នឹងអញ្ចឹងម្ដាយរបស់ខ្ញុំបានយកសំណែនទៅជូនហ្នឹងហើយក៏លក្ខណៈយើងសុំកម្មាខ្ទោះគេអីចឹងទៅហើយក៏គាត់ផ្ដាំថាកុំឲ្យទៅលេងនៅម្ដុំហ្នឹងដែរហើយសម្រាប់សាច់រឿងសម្រាប់អសូរទី3នេះខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបើបងប្អូនមានសាច់រឿងតាក់ទងនឹងអរូបីឬក៏វិញ្ញាណដែលបងប្អូនបានជួបពិតជាក់ស្ដែងហ្នឹងបងប្អូនអាចចែករំលែកមកកាន់ channel យើងបានសូមអរគុណ